ឬដុំបាតចែកចេញជា4ដំណាក់កាលដំណាក់កាលទី1គឺជាដំណាក់កាលដែលប្រជាជនយើងឬក៏អ្នកជំងឺហ្នឹងអត់ដឹងខ្លួនទេដោយសារតែវាពុំមានការជឿចាប់ហើយវាគ្រាន់តែមានឈាមតិចតួចដែលជាប់ជាមួយនឹងលាមកនឹងអញ្ចឹងពេលខ្លះបាត់ជើងហើយកាច់ទឹកទៅបាត់ហើយដំណាក់កាលទី2តើតាប្រឹងខ្លាំងទើបមានលៀនចេញមកហើយវាចូលទៅក្នុងដោយឯងដំណាក់កាលទី3គឺមិនបាច់ប្រឹងខ្លាំងទេក៏វាលៀនមកដែរប៉ុន្តែនៅពេលដែលយើងយកដៃរុញចូលទៅខាងក្នុងគឺវាចូលទៅខាងក្នុងវិញហើយដំណាក់កាលទី4គឺជាដំណាក់កាលដែលវានៅសុកក៏វាធ្លាក់ចេញមកដែរឯងដែរហើយទោះបីជាយើងរុញចូលមិនក៏វាអត់ចូលដែរហ្នឹងជាដំណាក់កាលចុងក្រោយហើយបាទអញ្ចឹងការព្យាបាលគឺដំណាក់កាលទី1និងទី2គឺយើងអាចញ៉ាំថ្នាំឬក៏ធ្វើការចងបានហើយដំណាក់កាលទី3និងទី4ទាមទារធ្វើការវះកាត់ហើយវិធីបង្ការកុំឲ្យមានជំងឺរូតដុំបាតទី1គឺញ៉ាំបន្លែផ្លែឈើឲ្យ